ជំរាបសួរពុកម៉ែបងប្អូនក៏ដូចជាប្រិយធុនិងសួស្តីបងប្អូនសាពេតទាំងអស់គ្នាបាទថ្ងៃនេះដុកទ័រសុនសូមធ្វើការចែកម្លែកពុកម៉ែបងប្អូនក៏ដូចជាប្រិយធុនិងបងប្អូនសាពេតទាំងអស់គ្នាបាទអញ្ចឹងប្រធានបទក្នុងថ្ងៃនេះយើងនិយាយអំពីជំងឺរោគស្ត្រីបាទអញ្ចឹងតកតងនឹងជំងឺរោគស្ត្រីដែរបាទថ្ងៃនេះយើងមានប្រធានបទថ្មីមួយទៀតដើម្បីចែកម្លែកគឺយើងនិយាយអំពីអាការៈជំងឺរលាកដៃស្បូនដែលភាសាអង់គ្លេសហៅថា Sarpangitis syndrome បាទយើងនៅពេលបច្ចុប្បន្នគឺជំងឺលាកដៃស្បូនហ្នឹងគឺជាជំងឺយើងឃើញញឹកញាប់លើស្ត្រីក្នុងវ័យបន្តពូជផងដែរបាទយើងចង់ដឹងថាតើអាការៈជំងឺលាកដៃស្បូនហ្នឹងមានអាការៈបែបណាខ្លះបាទយើងចង់ដឹងដល់គ្នាសូមស្ដាប់ការបកស្រាយរបស់ខ្ញុំបាទជាបន្តបន្ទាប់ដូចតទៅបាទអញ្ចឹងមេត្តាក្នុងថ្ងៃនេះយើងឃើញមាន3ចំណុចសំខាន់ទី1គឺសៀកដើមទី2គឺអាការៈជំងឺរលាកដៃស្បូននិងទី3គឺវិធីបង្ការជំងឺរលាកដៃស្បូនបាទយើងចង់ដឹងថាតើជំងឺលាកដៃស្បូនហ្នឹងមានអាការៈបែបណាខ្លះហើយវិធីបង្ការហ្នឹងគេត្រូវធ្វើយ៉ាងណាដែរបាទយើងចង់ដឹងតើគ្នាសូមស្ដាប់ការបកស្រាយជាបន្តទៅទៀតបាទអញ្ចឹងយើងមើលស្អីផ្ដើមជំងឺលាកដៃស្បូនដែលភាសាអង់គ្លេសគេហៅថា Sarpangitis ឬក៏ភាសាបារាំងគេហៅថា Sarpanzit គឺជាការលាកទៅលើដៃស្បូនបណ្ដាលមកពីការឆ្លងមេរោគបាក់តេរីបាទអញ្ចឹងភាគច្រើនគឺតាក់ទងមេរោគបាក់តេរីតែម្ដងមូលហេតុញឹកញាប់នៃជំងឺនេះគឺរួមមានជំងឺកាមរោគបាទដូចជាជំងឺបំណែកទឹកបាយនិងជំងឺបំណែកទឹកថ្លាជាដើមបាទយើងនៅក្នុងករណីដែលស្រាលជំងឺនេះគឺប្រហែលជាមិនមានរោគសញ្ញានោះទេជំងឺនេះគឺជាមូលហេតុញឹកញាប់នៃបញ្ហាពិបាកមានកូនរបស់ស្ត្រីព្រោះវាអាចធ្វើឲ្យខូចដៃស្បូនរបស់ស្ត្រីផងដែរជំរើសនៃការព្យាបាលរួមមានថ្នាំសាសហើយនឹងការព្យាបាលបើសិនជាវិវត្តទៅដល់កខ្ទុះអានឹងអាចទៅដល់ការវះកាត់ផងដែរយើងថាបាក់តេរីញឹកញាប់ដែលទទួលខុសត្រូវចំពោះជំងឺនេះគឺរួមមានដូចជាមេរោគបំណែកទឹកថ្លាបាទគឺតាក់ទង Chlamydia ពួកមេរោគបំណែកទឹកបាយគឺ Gonococcus បាទហើយពួក Mycoplasma Staphylococcus ហើយនិង Streptococcus ជាដើមបាទអញ្ចឹងនេះគឺជាពពួកបាក់តេរីញឹកញាប់ដែលបង្កឲ្យទៅជារលាកដៃស្បូនរបស់ស្ត្រីហ្នឹងយើងឃើញថាបាក់តេរីត្រូវតែចូលទៅដល់ប្រដាប់បន្តពូជរបស់ស្ត្រីដើម្បីធ្វើការបង្ករោគកើតឡើងវាអាចចូលតាមការរួមភេទការដាក់កងស្បូនការរលូតកូនការរំលូតកូនការសម្រាលកូនហើយនិងជំងឺលាកខ្នែងពោះវៀនបាទអញ្ចឹងជំងឺលាកខ្នែងពោះវៀនហ្នឹងគឺមេរោគចេញពីខ្នែងវៀនទៅបង្កទៅជាបញ្ហាលាកដៃស្បូនផងដែរហើយយើងបន្តទៀតតទៅអាការៈជំងឺលាកដៃស្បូនតើស្ត្រីដែលគាត់មានបញ្ហាលាកដៃស្បូនហ្នឹងមានអាការៈអ្វីខ្លះដែលអាចកត់សម្គាល់បានបាទយើងចង់ដឹងតើអ្នកសូមស្ដាប់ការបកស្រាយជាបន្តទៅទៀតបាទអញ្ចឹងយើងមើលអាការៈជំងឺលាកដៃស្បូនរបស់ស្ត្រីទី1គឺស្ត្រីមានធ្លាក់សខុសធម្មតាបាទអញ្ចឹងស្ត្រីមានធ្លាក់សខុសធម្មតានោះគឺដូចជាគាត់ធំក្លិនមានពណ៌ខុសធម្មតាបាទនោះគឺជាអាការៈទី1ដែលស្ត្រីត្រូវចាប់អារម្មណ៍និងសង្ស័យអំពីជំងឺរលាកដៃស្បូនហ្នឹងបាទអញ្ចឹងយើងមើលតទៅទៀតតទៅនឹងអាការៈជំងឺលាកដៃស្បូនទី2គឺស្ត្រីមានធ្លាក់ឈាមបាទធ្លាក់ឈាមតិចតិចចន្លោះនៃការមករដូវបាទអញ្ចឹងត្រូវស្ត្រីទៅចាប់អារម្មណ៍ដែរនៅពេលដែលមានបញ្ហាធ្លាក់ឈាមចន្លោះនៃការមករដូវហ្នឹងបាទវាជាសញ្ញាមួយនៃជំងឺលាកដៃស្បូនផងដែរបាទអញ្ចឹងយើងមើលបន្តទៀតតទៅអាការៈជំងឺលាកដៃស្បូនទី3គឺស្ត្រីឈឺចាប់នៅពេលមករដូវបាទអញ្ចឹងការឈឺចាប់នៅពេលមករដូវហ្នឹងគឺជារោគសញ្ញាមួយដែរតទៅនឹងជំងឺរលាកដៃស្បូនបាទអញ្ចឹងយើងមើលជាបន្តទៀតតទៅអាការៈជំងឺដៃស្បូនទី4គឺឈឺចាប់នៅពេលដែលមានការបញ្ចេញមេជីវិតញីបាទអញ្ចឹងការឈឺចាប់នៅពេលបញ្ចេញមេជីវិតញីហ្នឹងគឺយើងឃើញថាគេសង្កេតឃើញជាអាការៈមួយដែលតទៅនឹងជំងឺលាកដៃស្បូនផងដែរបាទអញ្ចឹងយើងមើលជាបន្តទៀតតទៅអាការៈជំងឺលាកដៃស្បូនទី5គឺឈឺចាប់នៅពេលរួមភេទបាទអញ្ចឹងបញ្ហាហ្នឹងត្រូវចាប់អារម្មណ៍ផងដែរអំពីជំងឺរលាកដៃស្បូនហ្នឹងបាទអញ្ចឹងយើងមើលបន្តទៀតតទៅនឹងជំងឺដៃស្បូនទី6គឺអាការៈគ្រុនក្តៅបាទអញ្ចឹងអាការៈគ្រុនក្តៅហ្នឹងគឺយើងឃើញថាវាកើតមានឡើងភាគច្រើនរួមផ្សំជាមួយនឹងការឈឺចាប់នៅក្នុងអានតគាកផងដែរបាទអញ្ចឹងយើងមើលបន្តទៀតតទៅនឹងអាការៈជំងឺដៃស្បូនទី7គឺឈឺពោះទាំងផ្នែកសងខាងផ្ចិតបាទអញ្ចឹងការឈឺពោះនៅជំហានផ្សិតហ្នឹងឬក៏សងខាងផ្ចិតហ្នឹងត្រូវចាប់អារម្មណ៍អំពីជំងឺលាកដៃស្បូនហ្នឹងផងដែរបាទអញ្ចឹងយើងមើលជាបន្តទៀតតទៅអាការៈជំងឺលាកដៃស្បូនទី8គឺយើងឃើញថាស្ត្រីមានការឈឺចង្កេះនៅផ្នែកខាងក្រោម
បាទអញ្ចឹងការឈឺចង្កេះនៅផ្នែកខាងក្រោមហ្នឹងគឺស្ត្រីត្រូវចាប់អារម្មណ៍ផងដែរអំពីជំងឺលាកដៃស្បូនហ្នឹងបាទអញ្ចឹងយើងមើលជាបន្តទៀតតកតូននឹងអាក្រក់ជំងឺលាកដៃស្បូនទី9គឺតកតូននឹងស្ត្រីនំញឹកបាទអញ្ចឹងសញ្ញានំញឹកគឺជាសញ្ញាមួយដែលយើងឃើញមាននៅក្នុងជំងឺលាកដៃស្បូននោះផងដែរបាទអញ្ចឹងយើងមើលជាបន្តទៀតតកតូនអាក្រក់ជំងឺលាកដៃស្បូនទី10គឺស្ត្រីមានការចង្អោរហើយនឹងក្អួតបាទអញ្ចឹងបើសិនជាមានការចង្អោរនិងក្អួតវាអាចរាលដាលទៅដល់អឺផ្នែកពោះវៀនហើយបាទដោយសារផ្នែកពោះវៀននៅចិត្តហ្នឹងវាអាចទៅដល់ផ្នែកពោះវៀនឬបើសិនជាការកកខ្ទុះវាអាចធ្វើឲ្យមានបញ្ហាផ្នែកពោះវៀនហ្នឹងមកប៉ះជាប់ជាមួយនឹងដៃស្បូនដែលកកខ្ទុះនោះផងដែរបាទអញ្ចឹងយើងមើលជាបន្តទៀតតកតូននឹងអាក្រក់ជំងឺលាកដៃស្បូនទី11គឺស្ត្រីមានរោគសញ្ញាជាធម្មតាហ្នឹងគឺលេចឡើងក្រោយមករដូវបាទអញ្ចឹងក្រោយមករដូវហើយស្រាប់តែមានសញ្ញាដែលលេចឡើងហ្នឹងស្ត្រីត្រូវចាប់អារម្មណ៍ដែរតកតូននឹងជំងឺលាកដៃស្បូនបាទអញ្ចឹងយើងក៏លេចមើលវិធីបង្ការម្ដងតើវិធីបង្ការជំងឺលាកដៃស្បូនហ្នឹងយើងត្រូវធ្វើយ៉ាងណាខ្លះបាទយើងចង់ដឹងទាំងអស់គ្នាសូមស្ដាប់ការបកស្រាយជាបន្តទៅទៀតបាទអញ្ចឹងយើងមើលវិធីបង្ការជំងឺលាកដៃស្បូនទី1គឺស្ត្រីត្រូវយល់ដឹងអំពីជំងឺកាមរោគនិងអត្ថប្រយោជន៍នៃការប្រើស្រោមអនាម័យអញ្ចឹងស្ត្រីដែលគាត់មានដៃគូរួមភេទច្រើនឬក៏សង្ស័យដៃគូរបស់គាត់មានដៃគូរួមភេទច្រើនគួរតែប្រើប្រាស់ស្រោមអនាម័យដើម្បីបង្ការខ្លួនអំពីជំងឺលាកដៃស្បូនហ្នឹងដែលមានផលបាក់ច្រើនទៅថ្ងៃក្រោយបាទយើងតទៀតតទៅនឹងវិធីបង្ការជំងឺលាកដៃស្បូនទី2គឺត្រូវកំណត់មានដៃគូរួមភេទតែមួយបាទអញ្ចឹងការកំណត់ដៃគូរួមភេទតែមួយហ្នឹងគឺជាកត្តាមួយសំខាន់ក្នុងការបង្ការតទៅជំងឺលាកដៃស្បូនផងដែរបាទហើយយើងបន្តទៀតតទៅវិធីបង្ការជំងឺលាកដៃស្បូនទី3គឺយើងធ្វើតេស្តរោគមេរោគឆ្លងតាមផ្លូវភេទបើមានត្រូវព្យាបាលឬក៏ឆាប់ព្យាបាលឲ្យទាន់ពេលវេលាផងដែរជាពិសេសគឺតទៅនឹងការពិនិត្យរោគស្ត្រីឲ្យបានទៀងទាត់បើសិនជាយើងមានដៃគូឬក៏រៀបការរួចហ្នឹងដើម្បីបង្ការកុំឲ្យមានទៅដល់ការកកខ្ទុះដៃស្បូនផងដែរហើយបន្តទៀតតទៅវិធីបង្ការជំងឺលាកដៃស្បូនទី4គឺស្ត្រីទៅធ្វើការពិនិត្យនិងព្យាបាលតទៅនឹងជំងឺហ្នឹងជាមួយនឹងដៃគូផងដែរអញ្ចឹងបើសិនគាត់មានបញ្ហាតទៅនឹងសង្ស័យលាកដៃស្បូនហ្នឹងឬក៏មានសញ្ញាលាកដៃស្បូនហ្នឹងត្រូវតែព្យាបាលដៃគូហ្នឹងផងដែរដើម្បីកុំឲ្យមានការលត់ឡើងវិញបាទអញ្ចឹងបើសិនជាស្ត្រីសង្ស័យអំពីជំងឺលាកដៃស្បូនហ្នឹងយើងឃើញថាខាងប្រាសាទឬខ្ញុំមានផ្ដល់សេវាពិនិត្យនិងព្យាបាលជំងឺលាកដៃស្បូនរបស់ស្ត្រីក្នុងតម្លៃសមរម្យផងដែរបានធ្វើការប្រឹក្សាសុខភាពតាមលេខ Telegram 3ខ្សែគឺ092 59 3350 088 3132 225ហើយនឹង016 58 57 64ផងដែរហើយបើចង់រកទីតាំងយើងខ្ញុំមានមធ្យោបាយពីរគឺអាច scan តាម QR code ឬក៏មើលតាមផែនទីផ្ទាល់បាទអញ្ចឹងបើលោកស្រីគាត់មាន iPhone អាចចុះក្នុង App Store បាទស្វែងរកកម្មវិធី QR code reader បាទដំឡើងកម្មវិធីនោះមកបាទកម្មវិធីហ្នឹង scan លើ QR code យើងខ្ញុំគឺ load Google Map ឃើញទីតាំងខ្ញុំហើយឬក៏លោកស្រីមានទូរស័ព្ទផ្សេងក្រៅពី iPhone អាចចុះក្នុង Google Play ឬ Play Store បាទស្វែងរកកម្មវិធី Google Lens បាទដោយអក្សរស្រាប់ដំឡើងកម្មវិធីនោះមកបាទកម្មវិធីហ្នឹង scan លើ QR code យើងខ្ញុំក៏ load Google Map ឃើញទីតាំងខ្ញុំដែរឬក៏យ៉ាងទៅយ៉ាមើលតាមផែនទីផ្ទាល់បាទយ៉ាចុះតាមប្លង់ទ្វារវត្តបន្សំសល់បត់តាមវងវត្តខាងស្ដាំដៃចុះតាមផ្លូវ16 BT ត្រង់ចុងផ្លូវគឺដល់តាមខ្ញុំហើយឬក៏យ៉ាងទៅអាចចុះតាមផ្លូវតផុនច្រកចូលទៅមុខហាង Pizza Comedy តែម្ដងបើសិនបើពុកម៉ែបងប្អូនក៏ដូចជាប្រិយមិត្តទាំងអស់ចង់តាមដានព័ត៌មានសុខភាពថ្មីៗដែលថ្លៃច្រើនទៀតអាចចូលរួមជាមួយនឹង Channel Telegram យើងខ្ញុំគឺ MD Khoksun Official អាចធ្វើការ scan QR code ទៅដើម្បីចូលក្នុង Channel យើងខ្ញុំបាទចុច Subscribe ឬក៏ Join ដើម្បីតាមដានព័ត៌មានសុខភាពថ្មីៗដែលថ្លៃច្រើនទៀតផងដែរប្រសិនបើពុកម៉ែបងប្អូនក៏ដូចជាប្រិយមិត្តទាំងអស់ចង់ទទួលបាននូវវីដេអូអប់រំសុខភាពថ្មីៗបន្ថែមទៀតទាក់ទងជំងឺរោគស្ត្រីសញ្ញានៃការមានកូនសញ្ញានៃការមានកូនខុសធម្មតាក៏ដូចជាការយល់ដឹងអំពីតេស្តផ្សេងៗក្នុងផ្នែករោគស្ត្រីនិងតេស្តផ្សេងៗក្នុងជំងឺទូទៅផ្សេងទៀតក៏ដូចជាការយល់ដឹងអំពីថ្នាំនិងវ៉ាក់សាំងបាទយ៉ាចូលក្នុង YouTube Channel វាយពាក្យ Dr. Sun បាទអក្សរ D ធំ O តូច dot ដកឃ្លា S អក្សរធំ UNN បាទដោយអក្សរស្រាប់ចុច search បាទស្វែងរកទៅពេលហ្នឹងឃើញ logo របស់យើងខ្ញុំហើយចូលក្នុង channel ជាពាក្យ subscribe និងរូបកណ្ដឹងបាទជាពាក្យ subscribe និងរូបកណ្ដឹងគឺសម្រាប់អ្នកថ្មីៗដែលមិនទាន់បាន subscribe អញ្ចឹងនៅពេលយើងផុសវីដេអូលើកក្រោយនឹងឃើញក្នុង YouTube ជាបន្តបាទជួយ subscribe អ្នកមួយដើម្បីលើកទឹកចិត្តក្នុងការធ្វើវីដេអូជាបន្តទៀតបាទសូមអរគុណ